ស្ដីបងប្អូនទាំងអស់គ្នាជីវិតអ្នកចំការតែប៉ុណ្្នឹងព្រៃភ្នំឬតែសំឡេងមន់យំស្រែកអើងកងនោះផ្ទះនោះតែប៉ុណ្្នឹងឯងនេះព្រៃភ្នំសុទ្ធសាធដែរបងប្អូនជីវិតរស់នៅព្រៃភ្នំតអ្នកដែលស្រឡាញ់បែបធម្មជាតិបាននៅកើតថាមិនធម្មជាតិទៅនៅមិនកើតទេនេះខ្ញុំមកនៅនេះរៀងយូរតិចដែរហើយប៉ុណ្្នឹងឯងបងប្អូនមើលទៅមានតែព្រៃភ្នំធម្មជាតិដីតិចតួចគ្រាន់ដាំដលងហូបនៅខាងក្រោយនេះភ្នំនេះបាទបងប្អូនណាខ្លះចូលចិត្តបែបភ្នំខមមិនមកនៅភ្នំទាំងអស់គ្នា